សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញកំពុងបើកប្រតិបត្តិការតាមស្វែងរកនិងឃាត់ខ្លួនស្ត្រីម្នាក់ដែលត្រូវបានអះអាងថាជាកូនស្រីរបស់លោកអុកញ៉ាតុង ហុកសេងបន្ទាប់ពីបានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយរត់គេចខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី28ខែកក្កដាឆ្នាំ2026នៅតាមបណ្ដោយផ្លូវលេខ1003ស្ថិតនៅក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញជនរងគ្រោះមានឈ្មោះគួចលឹមហ៊ានភេទប្រុសអាយុ35ឆ្នាំជាមន្ត្រីនៃមន្ទីរពិសោធន៍សំណង់និងសាធារណការនៅពេលកើតហេតុជនរងគ្រោះកំពុងជិះម៉ូតូ Max Copy ស្របពេលដែលរថយន្ត Max Avatar 11ពាក់ស្លាកលេខកម្ពុជា VC 8989បើកបរដោយស្ត្រីឈ្មោះសាមមេជូអាយុ27ឆ្នាំត្រូវបានរាយការណ៍ថាបានបើកក្នុងល្បឿនលឿនមុននឹងជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងក្រោយកើតហេតុអ្នកបើកបររថយន្តបានចាក់ចេញពីកន្លែងកើតហេតុក្រោយទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងជំនាញបិទគ្រប់ច្រកផ្លូវនិងពង្រឹងការស្រាវជ្រាវដើម្បីតាមឃាត់ខ្លួនជនសង្ស័យយកមកអនុវត្តតាមនីតិវិធីច្បាប់នៅលើទំព័រ Facebook ផ្លូវការឯកឧត្តមជួននរិនក៏បានអំពាវនាវឲ្យស្ត្រីជាជនបង្កចូលខ្លួនមកសារភាពដោយបញ្ជាក់ថាសមត្ថកិច្ចនឹងបន្តស្វែងរករហូតដល់ឃាត់ខ្លួនបានហើយអ្នកដែលជួយលាក់បំបាំងក៏អាចប្រឈមនឹងវិធានការតាមច្បាប់ផងដែរប្រភពព័ត៌មានបានដឹងថាលោកអុកញ៉ាតុង ហុកសេងដែលជាឪពុករបស់ស្ត្រីរូបនោះបានចូលជួបសមត្ថកិច្ចដើម្បីពិភាក្សានិងស្វែងរកដំណោះស្រាយទោះជាយ៉ាងណាសមត្ថកិច្ចបានបញ្ជាក់ថាប្រតិបត្តិការតាមស្វែងរកនិងឃាត់ខ្លួនជនបង្កនៅតែបន្តដើម្បីអនុវត្តច្បាប់និងផ្ដល់យុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះករណីនេះបានក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍និងការរិះគន់យ៉ាងខ្លាំងពីសាធារណជនទៅលើបណ្ដាញសង្គមដោយមានការអំពាវនាវឲ្យអនុវត្តច្បាប់ដោយស្មើភាពនិងគ្មានការលើកលែងចំពោះជនប្រព្រឹត្តល្មើសជាមួយគ្នានេះតំណាងក្រសួងយុតិធធធ្លាប់បានបញ្ជាក់ថាករណីបើកបរបង្កគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់ឬរងរបួសហើយរត់គេចពីកន្លែងកើតហេតុអាចប្រឈមនឹងការចោទប្រកាន់ពីបទល្មើសពីរដាច់ដោយឡែកគឺបទបង្កគ្រោះថ្នាក់ចរាចរណ៍និងបទរត់គេចខ្លួនពីកន្លែងកើតហេតុបច្ចុប្បន្នរថយន្តនិងម៉ូតូដែលពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញវាស់វែងនិងយកទៅរក្សាទុកដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់